ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានធ្វើទាអាំងអំបិលម្ទេសរសជាតិប៊ីចេងម៉ាក់អ៊ីបង្ហាញទៅពុកម៉ែបងប្អូនទស្សនាប៉ុន្តែមុននឹងបានទៅទិញទានៅផ្សារខ្ញុំឲ្យនឹងកូនព្រឹកឡើងគឺអត់ទាន់បាយកក់ព្រឹកទេណាបងប្អូននាំគ្នាដុសធ្មេញលុបបុកសម្អាតមាត់ធ្មេញជាមួយថ្នាំដុសធ្មេញរបស់ម៉ាក់អ៊ីសម្រាប់ថ្នាំដុសធ្មេញម៉ាក់អ៊ីមានតែកូនក្មេងមានតែរបស់មនុស្សធំប៉ុន្តែសម្រាប់កូនវុតចេះដុសរបស់មនុស្សធំនេះតាំងពីមិនទាន់ចេញរបស់ក្មេងដុសអាក្មេងអស់ឥឡូវមកដុសអាធំជាមួយម៉ាក់ដែរសប្តាហ៍ថ្ងៃនេះខ្ញុំហើយនឹងកូនវុតហ្នឹងគឺថាហ្វេនរបស់ម៉ាក់អ៊ីផ្កាប់មុខកាហ៊ីតអីតាំងពីថ្នាំដុសធ្មេញទឹកយិនសិននិងផលិតផល skin care ផ្សេងទៀតតើគេណាំតាមានម៉ាក់អ៊ីអប៉ាណាបងប្អូនធ្លាប់មើលវីដេអូខ្ញុំដឹងហើយតាំងពី page ចាស់ម៉ែវុតម្ហូបស្រុកស្រែធ្លាយមកដល់ page BA ម្ហូបស្រុកស្រែពីដំបូងឡើយខ្ញុំប្រើតែថ្នាំដុសធ្មេញបន្ទាប់មកខ្ញុំសាកល្បងប្រើជាមួយ skin care និងវីតាមីនញីឈ្មោលគឺថាប្រើទៅ skin care ក៏ល្អវីតាមីនញីឈ្មោលនឹងបាត់លាន់ស្បូនផឹងទៀតដល់ឥឡូវដាច់ stock ហើយរងចាំ2ខែជាងទៀតបានចូល stock និយាយពីគុណភាព skin care ឲ្យអូយហ្មងហើយនឹងម្សៅផាត់សម្រាប់អ្នកសម្បុរខ្មៅស្អាតដូចខ្ញុំប្រើទៅគឺត្រូវហើយឥឡូវទិញរបស់របរបានហើយខ្ញុំអត់ថតនៅកន្លែងផ្សារទេបងប្អូនខ្ញុំខ្លាចចោលឆក់ទូរស័ព្ទខ្លាចរវល់ទៅថតកូនដល់ឆ្លងផ្លូវនៅមានបញ្ហាឥឡូវខ្ញុំបានមកដល់ខ្ទមវិញលាងសម្អាតទាហើយហ្នឹងគ្រឿងផ្សំរបស់ខ្ញុំមានស្ករសមានទឹកដោះគោខាប់មានល្ងមានអំបិលខ្យងម្សៅស៊ុបទឹកត្រីស្លឹកក្រូចម្ទេសខ្ទឹមល្មៀតម្ដេងនិងជីវ៉ាន់ស៊ុយសម្រាប់វីដេអូនេះឧបត្ថម្ភដោយប៊ីចេងរបស់ម៉ាក់អ៊ីដែលជាប៊ីចេងសុខភាពសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាផលិតផលប៊ីចេងផលិតចេញពីអំពៅធម្មជាតិសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការផលិតផលម៉ាក់អ៊ីដែលជាផលិតផលកូរ៉េសុទ្ធ 100% កុំភ្លេចតាក់ទងទៅពេកធំ2នេះនឹងតាមរយៈលេខទូរស័ព្ទ Telegram 015 500 289មួយទៀតក្រុមហ៊ុនកំពុងតែបើកទទួលដេប៉ូធំកាត់ស្តុកប៊ីចេងដើម្បីចែកចាយគ្រប់25ខែឥឡូវក៏លេខមកមើលគ្រឿងផ្សំវិញគឺចាប់ផ្ដើមយកវាមកហានម្ដេងក៏ហានម្ទេសហ្នឹងក៏បេះប្រលេះយកគ្រឿងផ្សំណាដែលរឹងកន់អត់ដូចម្ដេងដូចខ្ទឹមអីហ្នឹងកាត់គូតកាត់ក្បាលវាទៅនិយាយទៅខ្ញុំមិនសូវខ្វល់ប្រហែលទេដោយសារអានតែដាក់ចូលម៉ាស៊ីនទៅវាមកល្អអញ្ចឹងណាគ្រឿងផ្សំទាំងអស់គឺខ្ញុំចាក់ចូលច្បល់ចូលគ្នាហើយដើម្បីពេលយកទៅក្លុកទៅវាចូលជាតិបានល្អហើយវាលឿនណាដោយសារតែវីដេអូនេះគឺត្រូវតែស្រោតធ្វើម៉េចកាន់តែលឿនកាន់តែល្អដើម្បីឲ្យឆាប់ហើយជីវ៉ាន់ស៊ុយគេប្រើតែរឹសតែខ្ញុំប្រើទាំងស្លឹកទាំងរឹសទាំងផ្កាបន្ទាប់មកខ្ញុំប្រើប៊ីចេងរបស់ម៉ាក់អ៊ីចំនួន1វែកបាយជួរនឹងបងប្អូនប្រើកាន់តែច្រើនកាន់តែល្អប៉ុន្តែខ្ញុំអត់ប្រើច្រើនទេខ្លាចឆាប់អស់គ្រឿងតាមពុតទៅបតិចតួចបុកនៅត្បាល់ក៏បានដែរប៉ុន្តែនេះចំនួនច្រើនអញ្ចឹងខ្ញុំដាក់នៅសិនក្លុករូបមន្តលបាយគ្រឿងដែលខ្ញុំលាយមិញហ្នឹងហើយកាន់មកបានប៉ុណ្ណេះគឺថាប្រឡាក់មាន់ទាចន្លោះ50គីឡូទៅ70គីឡូរាល់ថ្ងៃនេះគឺខ្ញុំមានជំនាញខាងកែច្នៃទឹកប្រឡាក់បាយទាខ្វាយជ្រូកបោះដុំរាល់ថ្ងៃនៅពេកម៉ែវុតម្ហូបស្រុកស្រែឥឡូវគ្រឿងកូររួចរាល់ហើយដួសទឹកប្រឡាក់កន្លះវែកបាយជួនណាយកមកប្រឡាក់ទាមកសម្រាប់ទាមួយក្បាលនេះដោយសារប្រឡាក់ភ្លាមអាំងភ្លាមអញ្ចឹងដាក់គ្រឿងរៀងច្រើនបន្តិចតែបើយើងបានផ្អាប់វាទុកឲ្យបងប្អូនដាក់តែបន្តិចក៏ចូលជាតិល្អដែរសម្រាប់រូបមន្តប្រឡាក់សាច់ប្រឡាក់មាន់ប្រឡាក់ទាគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនដែលខ្ញុំបង្ហាញទៅទាំងអស់គឺគ្រឿងផ្សំហ្នឹងសាមញ្ញបំផុតប៉ុន្តែពិសេសគឺធ្វើឲ្យមុខម្ហូបហ្នឹងឆ្ងាញ់ហើយមានពណ៌ស្រស់ស្អាតដោយមិនចាំបាច់ប្រើសារធាតុពណ៌លាក់ម្ហូបអាហារឬក៏ម្សៅម្ទេសអីទេណាបងប្អូនឃើញអញ្ចឹងគឺរូបមន្តការលាយគ្រឿងសាមញ្ញបំផុតមិនសាំញ៉ាំមិនចាំបាច់ឲ្យបងប្អូនចំណាយលុយច្រើនដើររត់ទិញតាមផ្សារទំនើបផងទើបមានគ្រឿងក្រូសពឲ្យបងប្អូនគឺកលេចជុំវិញតែផ្ទះហ្នឹងគឺបានគ្រឿងចំ90%ហើយទាដែលខ្ញុំអាំងមិញវាឆ្អិនបាន100%ប៉ុន្តែខ្ញុំយកអាទឹកហ្នឹងលាបបន្ថែមទៀតណាលាបដើម្បីមានរសជាតិដិតឆ្ងាញ់ល្អដោយសារតែយើងអាំងទៅវាស្រក់អស់ខ្លះហើយណាមើលលាក់ភ្លាមអាំងភ្លាមអញ្ចឹងជាតិវាអត់សូវខាំល្អអញ្ចឹងតើលាបបន្ថែមមុននឹងកាប់ទាហ្នឹងភ្លក់ខ្លួនឯងសិនបងប្អូនអើយថ្លើមរបស់វាហើយនឹងកោះម៉ែអាឆ្ងាញ់ហើយនិយាយពីថាអូយចូលជាមួយជាតិទឹកប្រឡាក់ហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនហើយមួយទៀតចង់ប្រាប់បងប្អូនថាបើចង់បានរសជាតិរៀងផ្អែមដិតបងប្អូនឬក៏ដិតរៀងហឹរបងប្អូនដាក់ម្ទេសច្រើនជាងហ្នឹងទៅដាក់ស្ករច្រើនជាងហ្នឹងទៅប៉ុន្តែនេះខ្ញុំលាយហូបលក្ខណៈគ្រួសារមិនមែនជាខ្នាតដែលត្រូវលក់ដូរខ្នាតដែលត្រូវលក់ដូរគឺត្រូវការរសជាតិរៀងផ្អែមជាងហ្នឹងដាក់ស្ករច្រើនជាងហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមកាប់ទាហ្នឹងជាដុំដើម្បីឲ្យកូនវុតហ្នឹងស្រួលញ៉ាំបង្ហាញទៅពុកម៉ែបងប្អូនទស្សនាថាឆ្ងាញ់ឬមិនឆ្ងាញ់ដូចបងប្អូនឃើញចាស់ស្ដែងនិយាយថាលឹកដល់ចក្រានកន្លែងកាប់មួយលឹកហើយលឹកដល់ចក្រានទៀតឥឡូវពុកម៉ែបងប្អូនចាប់ផ្ដើមមកក្មេងៗនឹងញ៉ាំបង្ហាញពុកម៉ែបងប្អូនទស្សនាឲ្យផ្លោទាមានតែចំណែកអ្នកអង្គុយហូបឯដល់តែ4នាក់អញ្ចឹងតើតើឲ្យប៉ាវស៊ីងស៊ុងអ្នកណាឈ្នះបានផ្លោឲ្យកូនវុតប៉ាវចេះបានឈ្នះបានផ្លោមុនគេ
สำหรับวิดีโอนี้ยมก็ชอบไปโจสำเร็จตามปณิสันพวกแม่บางคนอาจตุสนาวิดีโอสินบานง่ายไหมก่อนแต่เตียอัดไซก่อนเนอะปะบะโรตินเตียเมียนไซจ้ะโยเจาะโยด้วยกาแก้วยังก่อนฮะติ๊กอ้วนก็ย้ำบ้าเชิญติ๊กเฮลยังวับไอ้เจ้าน้ำอ้อยย้ำฮัลโหลโอ้ฮัลจังคนคำย้ำบ้าจ้าน่ะโอเคเฮ้ยฮัลช่างไงแม่ในขอนจะฮัลในตู้เชียงเกฮัลจังว่าพระดักเกในกีสัตทมกีจะฮัลอัดไอ้กีฮัลช่างไงกระดาษเกในตู้เชียงเกฮัลจังว่าโลกมือสระตักหมวดนะก็มาสระตักหมวดกุยมือหลังสระตักหมวดน้องขี้ยำตะโนไปลานาโตสระตักหมวดลานาโตอย่างขี้ตายจ้ะจ้า